ថ្ងៃនេះទទួលបានការ order ច្រើនធំមែនតើតើតើជាមួយនឹងរុក្ខជាតិ bonsai ប៉ុន្តែមុនទទួលបានការ order នេះគឺរយៈពេលយូរដែរដោយសារគាត់មកមើលហើយគាត់ຕົករយៈពេលយូរដែរបានគាត់មកមួយសាទៀតណាដោយសារគាត់ដើរមើលប្រភេទរុក្ខជាតិ bonsai នេះគាត់ឃើញថាវាអត់សូវមានអ្នកធ្វើលក់ទេជាពិសេសអត់មានអ្វីដែលគាត់ចង់បានព្រោះបើសិនជាមានលក់ក៏មានលក់អាស្រាប់អញ្ចឹងវាអត់ត្រូវជាមួយនឹងការចង់បានរបស់គាត់អញ្ចឹងដោយសារតែគាត់ដាក់ទៅនៅភោជនីយដ្ឋានចិនអញ្ចឹងគាត់ក៏ចង់បានបែប unit របស់គាត់ style របស់គាត់ណាតែគាត់ឲ្យខាងអ្នកបកប្រែគាត់តាក់ទងមកអញ្ចឹងទៅគាត់ដើរមើលហើយក៏គាត់ទៅវិញហើយក៏គាត់សុំលេខតំណតំណងទៅហើយគាត់ក៏សួរយើងវិញថាតើយើងអាចរៀបបាននៅអ្វីដែលគាត់ចង់បានអត់អញ្ចឹងណាអញ្ចឹងហើយបន្តមកទៀតបានមករយៈពេលក្រោយមកទៅគាត់យកធោមកយ៉ាងច្រើនយកមកឲ្យខ្ញុំជួយរៀបរុក្ខជាតិ bonsai ឲ្យប៉ុន្តែគាត់អត់និយាយច្រើនគាត់ថាគាត់ຕົកចិត្តលើការរៀបចំរបស់យើងឯងព្រោះឃើញការណែនាំរបស់យើងហ្នឹងគាត់អាចទទួលយកបានអញ្ចឹងណាអញ្ចឹងគាត់ឲ្យក្នុងការរៀបចំនេះគឺតាម style ដែលយើងចង់រៀបឲ្យគាត់តែម្ដងអាច3 4ថូដែលអាចដូចគ្នាឬមួយក៏រុក្ខជាតិតែមួយក៏បានដែរឲ្យតែជាប្រភេទ bonsai អញ្ចឹងហើយពួកខ្ញុំក៏ធ្វើការរៀបចំជាលក្ខណៈថូរបស់គាត់តែរុក្ខជាតិរបស់ខាងខ្ញុំសម្រាប់ធ្វើការរៀបចំជូនគាត់ណាអញ្ចឹងដោយអ្នកទាំងអស់គ្នាឃើញនៅក្នុងវីដេអូនេះគឺច្រើនធំមែនតើហើយប្រភេទ bonsai មួយហ្នឹងគឺស្អាតបែបប្លែកផ្សេងពីគ្នាតាម style តាម mode មួយហ្នឹងគឺវាប្លែកផ្សេងពីគ្នាណាទោះរុក្ខជាតិខ្លះវាជាប្រភេទរុក្ខជាតិតែមួយក៏ដោយអញ្ចឹងមានខ្លះមានបំពាក់ទៅដោយថ្មខ្លះមានបំពាក់ទៅដោយគល់ឈើខ្លះមានការពុតពេនបន្ថែមអីចឹងទៅអ្វីដែលសំខាន់គឺឲ្យតែស្អាតហើយត្រូវនឹងអ្វីដែលគាត់ចង់បានហើយសមជាមួយនឹងកន្លែងគាត់អញ្ចឹងបន្ទាប់ពីធ្វើការរៀបចំរួចរាល់ហើយយើងក៏ធ្វើការដាក់នឹងរៀបនៅខាងក្រៅនេះដើម្បីរងចាំយកទៅខាងភោជនីយដ្ឋាននៅខាងកោះពេជ្រអញ្ចឹងគាត់ក៏ធ្វើការកំងប្រភេទគ្រួសនេះ2ដងហើយក្នុងការយកទៅហ្នឹងអញ្ចឹងយើងក៏ធ្វើការរៀបចំនេះដើម្បីដឹកយកទៅជូនគាត់នៅខាងភោជនីយដ្ឋានចិននៅខាងកោះពេជ្រយើងនេះឯងនៅទល់មុខរដ្ឋសភាតែម្ដងហើយប្រភេទរុក្ខជាតិ bonsai នេះគឺស្អាតមែនតែនសម្រាប់យកទៅតាំងលម្អប្រភេទបែបរចនាបថបែបចិនណាអញ្ចឹងបន្ទាប់ពីយើងធ្វើការរៀបចំហើយយើងក៏លើកដាក់ក្នុងការលើកដាក់លម្អនេះដើម្បីយកទៅហើយខ្ញុំក៏ទៅជាមួយដែរសម្រាប់ដើម្បីទី1គាត់ឲ្យទៅជួយមើលជួយរៀបចំក៏ដូចជាជួយមើលថាតើកន្លែងគាត់នឹងត្រូវការបន្ថែមអីទៀតអញ្ចឹងណាពីព្រោះដោយសារអីគាត់ចង់ឲ្យយើងនឹងរៀបចំទុកដាក់នឹងឲ្យគាត់ដោយសារគាត់ចិត្តសម្ពោធហាងព្រោះអីដោយសារតែពេលដែលរុក្ខជាតិ bonsai នេះគឺយកទៅគឺសម្រាប់រៀបចំលម្អនៅពេលដែលគាត់សម្ពោធហាងតែម្ដងអញ្ចឹងបន្ទាប់ពីនេះហើយខ្ញុំធ្វើដំណើរទៅណាអញ្ចឹងសូផ្លូវឲ្យអ្នកទាំងអស់គ្នាមើលបន្តិចណាក្នុងរាជធានីភ្នំពេញយើងនេះគឺស្រស់ស្អាតមែនតែនអ្នកលក់រុក្ខជាតិលក់យូរអត់សូវបានចូលក្រុងទេយូរបានទៅមួយកូនចៅភាគច្រើនគឺនៅតាមបុរីអញ្ចឹងយើងអត់សូវនៅក្រុងណាអញ្ចឹងហើយបានជិះលំបនៅក្នុងក្រុងម្ដងគឺប្លែកភ្នែកមែនតែនប៉ុន្តែមួយរយៈចុងក្រោយនេះខ្ញុំក៏ទទួលបានគម្រោងច្រើនដែរទាក់ទងជាមួយនឹងភោជនីយដ្ឋានក៏ដូចជា condo អីហ្នឹងជាមួយនឹងការថែទាំក៏ដូចជាការឲ្យយើងទៅសេតរុក្ខជាតិនៅក្នុងទីតាំងគាត់តែម្ដងអញ្ចឹងបន្ទាប់ពីមកដល់កន្លែងមកខ្ញុំក៏ធ្វើការរៀបជូនគាត់តែនេះអត់តាន់បានរៀបចំកន្លែងគោលដៅដែលដាក់ទេដោយសារវីដេអូនេះបើសិនជាយើងនេះទីវាវែងអញ្ចឹងយើងចាំផាតធូរណាអញ្ចឹងបន្ទាប់ពីយើងធ្វើការបានដឹកមកដល់ហើយយើងធ្វើការនឹងរៀបជូនគាត់អញ្ចឹងនៅចាំមើលទស្សនានៅវីដេអូទី2ទៀតណាអរគុណសម្រាប់ការទស្សនាវីដេអូ